ជាបរដ្ឋកម្ពុជាគឺធ្វើពហិការមិនត្រឹមតែមិនទៅទេសចរមិនត្រឹមតែមិនគ្រប់គ្រងប្រើប្រាស់ផលិតផលទេរហូតដល់ពេលខ្លះទៀតហ្នឹងគឺព្យាយាមថាកុំឲ្យបញ្ជូនបវរកញ្ញារបស់យើងហ្នឹងទៅប្រកួតនៅប្រទេសហ្នឹងទៀតផងសម្រាប់បងវិញបងយល់បែបណាដែរចំពោះការមិនបញ្ជូនបវរកញ្ញាទៅប្រកួតជាពេលវេលាមួយដែលខ្មែរយើងត្រូវតែងើបឈរចាបាទតែពេលខ្លះក៏គិតថាដល់ពេលហើយដែលយើងត្រូវងើបឈរគេធ្លាប់លើកឡើងថាមិនអីទេបើទោះបីជាមានរឿងរ៉ាវនឹងគ្នាបន្តិចទៀតត្រូវគ្នាយើងនឹងភ្លេចហើយ CIM Talk នាំមកជូនលោកអ្នកដោយហាងលក់មាសពេជ្រ CSNJ ផ្ដល់ជូនលោកអ្នកនូវគុណភាពកិត្យានុភាពនិងភាពស្រស់ស្អាតមានចំណាប់អារម្មណ៍សូមកុំភ្លេចចូលទៅកាន់ទំព័រ Facebook Page ផ្លូវការរបស់ CSNJ ដើម្បីទទួលបានព័ត៌មានលម្អិតសូមអរគុណដល់ Dr. Alex Aesthetic Center by DNA ផ្ដល់ជូនលោកអ្នកនូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពប្រសិនបើលោកអ្នកនាងចង់ទទួលបាននូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពសូមកុំភ្លេចតាក់ទងទៅកាន់ Dr. Alex Aesthetic Center by DNA រាល់ព័ត៌មានលម្អិតបន្ថែមនឹងមាននៅក្នុងទំព័រ Facebook Page ផ្លូវការរបស់ Dr. Alex Aesthetic Center by DNA បងដែលបានផ្ដល់ការបកស្រាយនៅត្រង់ចំណុចនេះបន្តទៀតពាក់ព័ន្ធទៅនឹងរឿងរ៉ាវប្រទេសជាតិរវាងកម្ពុជានិងអ្នកជិតខាងយើងវិញម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងថាមួយរយៈចុងក្រោយនេះការបំពានរបស់ភាគីថៃមកលើកម្ពុជាគឺជាការបំពានដោយប្រើកម្លាំងបាយខុសច្បាប់តែម្ដងហើយយើងឃើញថាការប៉ះទង្គិចគ្នានេះវាមិនមែនត្រឹមតែជារឿងព្រំដែនតែប៉ុណ្ណោះទេប៉ុន្តែវាហៀហូរធ្លាយទៅដល់ខាងវិស័យបវរកញ្ញាផងដែរមានការលើកឡើងពីបវរកញ្ញារបស់ប្រទេសថៃដែលប្រើពាក្យមិនសមរម្យមកលើប្រជាពលរដ្ឋកម្ពុជាហើយយើងក៏បានដឹងដែរថាប្រជាពលរដ្ឋកម្ពុជាគឺធ្វើពហិការមិនត្រឹមតែមិនទៅទេសចរមិនត្រឹមតែមិនគ្រប់គ្រងប្រើប្រាស់ផលិតផលទេរហូតដល់ពេលខ្លះទៀតហ្នឹងគឺព្យាយាមថាកុំឲ្យបញ្ជូនបវរកញ្ញារបស់យើងហ្នឹងទៅប្រកួតនៅប្រទេសហ្នឹងទៀតផងសម្រាប់បងវិញបងយល់បែបណាដែរចំពោះការមិនបញ្ជូនបវរកញ្ញាទៅប្រកួតបងនឹងឈប់បញ្ជូនរហូតពហិការរហូតថាឈប់រកស៊ីជាមួយគ្នាហ្មងឬក៏បែបណាដែរពីការយល់ឃើញរបស់បងផ្ទាល់និយាយទៅនៅពេលដែលយើងចាប់ផ្ដើមមានសង្គ្រាមនេះពុកម៉ែបងប្អូនទាំងគ្នាដឹងហើយជាពេលដែលបច្ចុប្បន្នមិនគួរនឹងកើតពុកម៉ែបងប្អូនមួយចំនួនធំគាត់បានឆ្លងកាត់ពីមុនចា៎បាទសូម្បីខ្ញុំធ្លាប់ឆ្លងកាត់ពេលខ្ញុំនៅទូចដែលខ្ញុំចាប់ផ្ដើមដឹងក្តីនៅស្រុកចាប់ផ្ដើមពលពតវាយចូលភូមិស្រុកខ្ញុំអីចឹងរឿងនេះយើងចង់លឺម្ដងទៀតហើយខ្ញុំក៏មិននឹកថាវានឹងកើតម្ដងទៀតបាទចង់និយាយថានៅពេលដែលបើក Facebook ហូរតែទឹកភ្នែកគ្រប់គ្នាខ្ញុំជឿថាគ្រប់គ្នាព្រោះយើងប្រទេសតូចយើងពិបាកក្នុងការ fighting ទៅលើឆាកអន្តរជាតិគ្រាន់តែដូចខ្ញុំក៏ដោយ model ផ្សេងក៏ដូចបងប្អូនគឺសឹងទាំងអស់គ្នាគឺ share អីបាន share ជួយអីបានជួយទៅតាមលទ្ធភាពបាទហើយបើតាក់ទងជាមួយនឹងកម្មវិធីប្រកួតនៅប្រទេសជិតខាងសម្រាប់ឆ្នាំ2025គឺពួកខ្ញុំផ្អាកទាំងអស់ចា៎ការពិត organizer ខាងគេតាក់ទងមកតែយើងក៏ឆ្លើយតបទៅវិញនៅក្នុងន័យមួយដែលគួរសមរម្យចា៎បាទហើយដោយបងប្អូនឃើញអញ្ចឹងបច្ចុប្បន្នរដ្ឋាភិបាលកំពុងតែរកវិធីស្វែងរកសន្តិភាពទាំងអស់គ្នាអញ្ចឹងខ្ញុំជឿជាក់ថាយើងនឹងមានផ្លូវដើរឬក៏ឆាប់នេះនឹងទទួលបាននូវសន្តិភាពសុខសន្តិភាពទាំងអស់គ្នាចា៎បាទប៉ុន្តែតកតងនឹងការប្រកួតនៅប្រទេសហ្នឹងទៅថ្ងៃមុខយ៉ាងម៉េចបើសិនជាទៅបានឬមិនបានក៏វាអាស្រ័យទៅលើ organizer ដែរព្រោះខ្ញុំជឿថាប្រទេសមួយមានមនុស្សល្អនិងមិនល្អបាទហើយកម្មវិធីខ្លះជា organizer ប្រទេសផ្សេងប៉ុន្តែមក host នៅប្រទេសហ្នឹងអញ្ចឹងយើងមើលជាក់ស្ដែងចា៎បាទប៉ុន្តែចំពោះរឿងពហិការមួយដាច់ខាតគឺទទួលយកអត់បានចា៎បាទខ្ញុំសៀដាច់ដៃដល់រាល់ថ្ងៃចា៎នៅតែពហិការមិនខ្ចីប្រើមិនខ្ចីហ្មងដាច់ខាតនៅតែគ្រប់គ្រងអ្នកខ្លះថាប្រើឲ្យអស់ចាំឈប់តែអត់ទេបើខ្ញុំវិញបោះចោលកណ្ដាលទីខ្ញុំបោះចោលទាំងអស់ចា៎ពាក់ព័ន្ធទៅនឹងអីដែលបងលើកឡើងបាញ់មិញខ្ញុំសូមជ្រាបចូលសំណួរមួយដែរបងលើកឡើងថាពហិការមិនប្រើប្រាស់ផលិតផលផ្ទះលេខ2ទេនៅក្នុង CIM TV នេះក្នុងការបើកដំណើរការឮថាបងមាន promotion អីពិសេសបែបណាក្នុងការគ្រប់គ្រងផលិតផលខ្មែរបាទសម្រាប់បងប្អូនដែលចាប់ផ្ដើមអាជីវកម្មឬក៏សិប្បកម្ម
ដើម្បីបញ្ចេញនៅផលិតផលខ្មែរយើងគឺ CMTV នឹងមាន promotion ពិសេសមែនតើបាទដែលនឹងមានអ្នកនាងបូសុគន្ធាជាពិធីករគាត់នឹងធ្វើការផ្សព្វផ្សាយបាទដោយសារយើងចង់ប្រម៉ូទឲ្យផ្សព្វផ្សាយហើយក៏ជាពេលវេលាមួយដែលខ្មែរយើងត្រូវតែងើបឈរចាបាទតែពេលខ្លះក៏គិតថាដល់ពេលហើយដែលយើងត្រូវងើបឈរហើយដោយកាលពីប្រហែលសប្តាហ៍មុនពិធីករក៏ទៅដែរបាទជាមួយបងលីសាយើងបានទៅដល់ស្គនជាមួយនឹងរោងចក្រអង្គរសេកមាសដើម្បីចុះទៅមើលទីតាំងរោងចក្រផ្ទាល់ក៏ដូចជាសង្វាក់ផលិតកម្មនៃរោងចក្រព្រោះរោងចក្របានផ្គត់ផ្គង់អង្គរមិនមែនតែនៅស្រុកខ្មែរទេគឺបានបន្តទៅដល់សហរដ្ឋអាមេរិកហើយនៅមានបងប្អូននៅច្រើនរដ្ឋណាស់ចាំទទួលហើយក៏ឃើញជាក់ស្ដែងពេលដែលបងប្អូននៅរដ្ឋមួយដែលមាន friend ជាមួយខ្ញុំនឹងគាត់បានទទួលគាត់សប្បាយចិត្តហើយបងប្អូននៅអាមេរិកក៏ដូចជាបណ្ដាប្រទេសផ្សេងគឺគាត់ហ៊ាននិយាយថា 99% គឺគាត់ពហិការដាច់ខាតដល់អញ្ចឹងជាឱកាសដែលផលិតផលខ្មែរយើងត្រូវតែងើបឈរទោះជាពិបាកក្នុងការនាំទៅកាន់ឆាកអន្តរជាតិប៉ុន្តែផ្គត់ផ្គង់ឲ្យបានសម្រាប់ប្រទេសក្នុងស្រុកយើងសិនក៏ជាឱកាសល្អដែរយើងត្រូវតែមានផលិតផលផ្ទាល់ខ្លួនយើងបាទចាប្រហែលជាកន្លងមកយើងតែងតែលើពាក្យថាខ្មែរបានតែមកខ្យល់ជាអ្វីដែលបរទេសគេធ្លាប់លើកឡើងថាមិនអីទេបើទោះបីជាមានរឿងរ៉ាវនឹងគ្នាបន្តិចទៀតត្រូវគ្នាយើងនឹងភ្លេចហើយប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយើងចូលរួមពួតដៃគ្នាពួកយើងអ្វីត្បិតថាមិនពូកែឬក៏មិនយល់ដឹងអំពីការផលិតអ្វីមួយនៅក្នុងស្រុកឬក៏អាចនិយាយបានថាពួកយើងមិនមែនជាសហគ្រិនក្នុងការផលិតផលក្នុងស្រុកប៉ុន្តែយ៉ាងហោចណាស់តាមរយៈអាជីពចំណេះជំនាញនិងប្រព័ន្ធផ្សព្វផ្សាយដែលយើងបានរៀបចំនាពេលនេះសង្ឃឹមថាវាคล้ายទៅជាបង្អួចមួយคล้ายទៅជាច្រកមួយដើម្បីចូលរួមគ្រប់គ្រងផលិតផលខ្មែរអញ្ចឹងលោកអ្នកនាងមានចំណាប់អារម្មណ៍នៅក្នុងការផ្សព្វផ្សាយរាល់ផលិតផលខ្មែរទាំងអស់នៅទីនេះមានការបញ្ចុះតម្លៃជាពិសេសសម្រាប់ការផ្សព្វផ្សាយចឹងឲ្យតែមានផលិតផលខ្មែរហើយជាផលិតផលដែលមានស្តង់ដារបងប្អូនកុំភ្លេចតាក់ទងមកកាន់យើងខ្ញុំចាតាក់ទងបង្រដ្ឋផ្ទាល់តែម្ដងនិយាយទៅរាល់ពេលដែលមានតាំងពីពណ៌ផលិតផលខ្មែរបាទមិនថានៅកោះពេជ្រឬក៏ទីតាំងផ្សេងៗទេតែងតែឆ្លៀតចូលរួមព្រោះក៏ចង់ដើរមើលថាឥឡូវហ្នឹងផលិតផលខ្មែរយើងមានអីខ្លះបាទរីកចម្រើនដល់ណាហើយសូម្បីតែចាប់ផ្ដើមពីមានការប្រយុទ្ធគ្នាលើកដំបូងសូម្បីតែខ្ញុំក៏ខ្ញុំគិតថាបើសិនជាខ្ញុំមានវិជ្ជាជីវៈមួយច្បាស់លាស់នៅក្នុងការបង្កើតសិប្បកម្មផលិតអីមួយបាទដែលគុតគង់ជីវភាពរាល់ថ្ងៃបានខ្ញុំក៏គិតចង់ធ្វើដែរគ្រាន់តែខ្ញុំវាអត់ជំនាញជំនាញខាង model ជំនាញ model ប៉ុន្តែឥឡូវខ្ញុំមានជំនាញមួយទៀតទាក់ទងនឹង fashion design តែក៏ខ្ញុំនឹងនាំទៅកាត់ឆាកអន្តរជាតិដែរចាអញ្ចឹងជាសំណួរដែលត្រូវសួរភ្ជាប់ដើមឆ្នាំ2026ហ្នឹងមាន new collection មែនបងបាទសម្រាប់ឆ្នាំ2026នេះកំពុងតែរៀបចំធ្វើ new collection ដើម្បីទៅបង្ហាញម៉ូដនៅសហរដ្ឋអាមេរិកក៏ដូចជាប្រទេសកូរ៉េឆ្នាំមុននៅពេលដែលយើងយក model យើងទៅប្រកួតបាទខាង organizer Asia Model Festival អត់ទាន់ពេញចិត្តទេគ្រាន់តែគាត់ប្រផុសឲ្យយើងយក collection របស់យើងទៅនៅពេលដែលគាត់ដឹងថាយើងមានការច្នៃម៉ូដខ្លួនឯងប៉ុន្តែខ្ញុំរៀបចំអត់ទាន់ដោយសារឆ្នាំមុនយើងចាប់ផ្ដើមធ្វើការប្រកួតផ្នែកកុមារមួយទៀតសម្រាប់ Face of Cambodia Kid and Junior បាទដល់ពេលអញ្ចឹងរៀងរវល់ដែរហើយនៅពេលដែលចេញទៅកូរ៉េហ្នឹងយកមានពេលគ្រប់គ្រាន់បាទមានពេលគ្រប់គ្រាន់ទេកុមារមានដល់ទៅ4នាក់ហើយកាន់នោះខ្ញុំកាន់តែមនុស្សពេញវ័យស្រីម្នាក់ប្រុសម្នាក់អ្នកប្រកួតហើយធីតាគាត់កាន់កុមារ4នាក់ប៉ុន្តែមានឪពុកម្ដាយមានប្អូនអីទៅជាមួយឡើងសរុបធីមរបស់យើងឡើង17នាក់ដល់ពេលអញ្ចឹងខ្ញុំគិតថាអូបើខ្ញុំគ្រួសារធំបើខ្ញុំយក collection ទៅដើរទៀតពួកខ្ញុំបែកកលិញទិញនោះមកដល់ពេលអញ្ចឹងអូខេហើយប៉ុន្តែឆ្នាំមុនគឺខ្ញុំបានត្រៀមអីទាំងអស់ collection ដែលយើងធ្វើគឺបានតែ support តារាបង្ហាញម៉ូដក៏ដូចជាកម្មវិធីរបស់យើងនៅក្នុងស្រុកទេតែសម្រាប់ឆ្នាំនេះខ្ញុំមានគោលដៅច្បាស់លាស់ហើយមិនត្រឹមតែទៅបង្ហាញនៅប្រទេសកូរ៉េទេខ្ញុំនឹងនាំចេញទៅសហរដ្ឋអាមេរិកហើយសម្រាប់ទីផ្សារអន្តរជាតិដូចគ្នាដែរដោយសារខ្ញុំគិតថាខ្ញុំអត់មានសិប្បកម្មសម្រាប់ការផ្គត់ផ្គង់ជីវភាពរាល់ថ្ងៃទេអញ្ចឹងខ្ញុំធ្វើអីដែលជាស្នាដៃកូនខ្មែរដូចគ្នាដើម្បីឲ្យបង្ហាញទៅឆាកអន្តរជាតិឲ្យពួកបងប្អូនសំទោសដើម្បីបង្ហាញឲ្យបងប្អូនទាំងអស់គ្នាដឹងថានេះជាសមិទ្ធផលជាស្នាដៃរបស់កូនខ្មែរដូចគ្នាចា៎